ធោអត់មានពោអត់មានក្លិនអត់មានរូបរាងមិនមានបីដកមកទូព្រឹកឡើងទៅថ្វាយអង្គមងាកឡើងទៅថ្វាយអង្គមអានឹងឈ្មោះថាអូបូជាព្រះធោថាមែនទេបូជាព្រះធោពេលដែលព្រះអង្គទ្រង់មានបញ្ជួននៅព្រះអង្គទ្រង់បានប្រាប់ឲ្យអ្នកណាដែលមានសេចក្តីជ្រះថ្លាហ្នឹងត្រូវទៅបូជាទៅដល់ភិក្ខុដែលជាពហុសោតពីព្រោះភិក្ខុអ្នកចេះដឹងក្នុងធោក្នុងវិន័យហ្នឹងណាលោកជាអ្នកត្រួតត្រងធោជាអ្នកត្រួតត្រងវិន័យជាអ្នកចេះដឹងក្នុងធោជាអ្នកត្រេះដឹងចេះដឹងក្នុងវិន័យអាចវិនិច្ឆ័យនៅក្នុងធោក្នុងវិន័យអាចបញ្ញែបញ្យល់នៅក្នុងធោក្នុងវិន័យរបស់ព្រះសម្មាសម្ពុទ្ធបានព្រះអង្គទ្រង់ត្រាស់ឲ្យទៅបូជាដល់ភិក្ខុរូបនឹងទៅបូជាព្រះពុទ្ធបូជាព្រះធម៌បូជាព្រះសង្ឃនឹងបូជាយ៉ាងម៉េចពុទ្ធបូជាធម្មបូជាសង្ឃបូជាបូជាព្រះសម្មាសម្ពុទ្ធពុទ្ធបូជាសពថ្ងៃនេះយើងបូជាព្រះអង្គទោះបីជាយើងមានស្អីមានអីយកទៅថ្វាយព្រះអង្គទៀតក៏ព្រះអង្គទ្រង់បរិនិព្វានទៅហើយចឹងហើយបានព្រះអង្គទ្រង់សម្ដែងនៅក្នុងមហាបរិនិព្វានសូត្រព្រះអង្គទ្រង់បានសម្ដែងថាសម្ដែងចំពោះព្រះអនន្តដែលព្រះអនន្តចូលទទួលសួរថាបបិទ្ធព្រះអង្គដល់ចម្រើនប្រសិនបើភិក្ខុទាំងឡាយពេលដែលព្រះអង្គទ្រង់បរិនិព្វានទៅហើយនោះត្រូវប្រតិបត្តិដោយម្ដេចពីព្រោះថាការដែលព្រះអង្គទ្រង់មានប្រជញ្ញនៅភិក្ខុទាំងឡាយពេលណាដែលចេញភាសាបានមកកល់ព្រះអង្គហើយចុះឥឡូវព្រះអង្គទ្រង់បរិនិព្វានទៅហើយឲ្យខ្ញុំឲ្យភិក្ខុទាំងឡាយធ្វើដោយម្ដេចបានព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយភិក្ខុទាំងកលបុត្រណាដែលមានសទ្ធាគឺត្រូវចូលទៅមើលធ្វើសក្ការៈគោរពបូជានៅសង្វេគនិយដ្ឋានទាំង4កន្លែងគឺកន្លែងព្រះអង្គទ្រង់ប្រសូតត្រាស់ដឹងសម្ដែងធម្មចក្រនិងបរិនិព្វានប្រសូតត្រាស់ដឹងសម្ដែងធម្មចក្រនិងបរិនិព្វានពេលណាដែលកលបុត្រអ្នកដែលមានសទ្ធាបានចូលទៅកាន់ទីកន្លែងទាំង4ហ្នឹងហើយបានកើតសេចក្តីសង្វេគដោយអំណាចនៃអោតបៈដែលកើតរួមជាមួយនឹងមហាកុសលញាណសម្បយុទ្ធដែលឈ្មោះថាសេចក្តីសង្វេគហើយឬក៏ថាចូលទៅទីកន្លែងទាំង4ហ្នឹងធ្វើសក្ការៈគោរពបូជាបើទោះបីជាព្រះអង្គទ្រង់បរិនិព្វានទៅហើយក៏ដោយក៏យើងធ្វើការបូជាហ្នឹងដូចយើងរាល់ថ្ងៃយើងថ្វាយចង្ហាន់ដល់ព្រះអង្គអញ្ចឹងណាឧទាហរណ៍ថានៅផ្ទះរបស់យើងឬក៏នៅតាមវត្តវាអារាមតាមពិធីបុណ្យអីផ្សេងមានពុទ្ធបដិមាមានពុទ្ធរូបអីជាដើមហ្នឹងឬក៏ព្រះបរមសារីរិកធាតុក៏យើងយកផ្កាទៅបូជាយកភេសជ្ជៈទៅបូជាយកចង្ហាន់បិណ្ឌបាតទៅបូជាយកចីវរទៅបូជាយកមាសយកប្រាក់យកពេជ្រយករតនវត្ថុទៅបូជាអាហ្នឹងក៏ឈ្មោះថាយើងបូជាចំពោះព្រះសម្មាសម្ពុទ្ធបន្ទាប់អំពីព្រះអង្គទ្រង់បរិនិព្វានហើយបូជាព្រះអង្គបែបហ្នឹងឈ្មោះថាបូជាដោយអាមិសបូជាដល់ទៅបូជាម្យ៉ាងទៀតដែលព្រះអង្គទ្រង់សរសើរថាជាការបូជាដ៏ឧត្តមប្រសើរជាងអាមិសបូជាគឺបដិបត្តិបូជាដែលព្រះអង្គទ្រង់សរសើរមុននឹងព្រះអង្គបរិនិព្វានណាព្រះអង្គទ្រង់សរសើរការបដិបត្តិបើកាលណាតែបុគ្គលណាដែលបានបដិបត្តិទៅតាមធម៌តាមវិន័យដែលព្រះអង្គទ្រង់បានបង្រៀនមកហើយបុគ្គលនឹងឈ្មោះថាបានបូជាព្រះសម្មាសម្ពុទ្ធដោយការបដិបត្តិរបស់ខ្លួនញាតិញោមបដិបត្តិអីធ្វើទានចែករំលែករក្សាសិលណារៀនធម៌ធ្វើតាមវិន័យណាអប់រំចិត្តមានសមាធិកម្មដ្ឋានប្រព្រឹត្តបដិបត្តិនៅលើផ្លូវមេឃប្រកបដោយអង្គ8ប្រការដើម្បីធ្វើដំណើរទៅកាន់ព្រះនិព្វានការប្រតិបត្តិទៅតាមធម៌ទៅតាមវិន័យទាំងដែលការប្រតិបត្តិនោះដើម្បីបានសេចក្តីសុខនៅលើខ្លួនឯងក៏ដោយក៏ប៉ុន្តែការបដិបត្តិនោះឈ្មោះថាបូជាចំពោះព្រះសម្មាសម្ពុទ្ធដោយបដិបត្តិបូជាអញ្ចឹងយើងបូជាព្រះពុទ្ធដែលឈ្មោះថាពុទ្ធបូជានោះយើងត្រូវចែកទៅជាពីរបែបហ្នឹងគឺទី1អាមិសបូជាគឺបូជាគ្រឿងអីផ្សេងដូចត្រៀបរាប់ពីខាងដើមមកមិនអញ្ចឹងទី2បដិបត្តិបូជាគឺសំដៅទៅដល់ការអនុវត្តទៅតាមធម៌វិន័យដែលព្រះអង្គទ្រង់បានបង្រៀនមកហើយដល់ទៅធម្មបូជាធម៌អត់មានពោអត់មានក្លិនអត់មានរូបរាងមិនមានបីដកមកទូព្រឹកឡើងទៅថ្វាយអង្គមងាកឡើងទៅថ្វាយអង្គមអានឹងឈ្មោះថាអូបូជាព្រះធម៌ថាមែនទេបូជាព្រះធម៌ពេលដែលព្រះអង្គទ្រង់មានបញ្ជួននៅព្រះអង្គទ្រង់បានប្រាប់ឲ្យអ្នកណាដែលមានសេចក្តីជ្រះថ្លាហ្នឹងត្រូវទៅបូជាទៅដល់ភិក្ខុដែលជាពហុសោតពីព្រោះភិក្ខុអ្នកចេះដឹងក្នុងធម៌ក្នុងវិន័យហ្នឹងណាលោកជាអ្នកត្រួតត្រងធម៌ជាអ្នកត្រួតត្រងវិន័យជាអ្នកចេះដឹងក្នុងធម៌ជាអ្នកត្រេះដឹង
ចេះដឹងក្នុងវិន័យអាចវិនិច្ឆ័យនៅក្នុងធម៌ក្នុងវិន័យអាចបញ្ញែបញ្យល់នៅក្នុងធម៌ក្នុងវិន័យរបស់ព្រះសម្មាសម្ពុទ្ធបានព្រះអង្គទ្រង់ត្រាស់ឲ្យទៅបូជាដល់ភិក្ខុរូបនឹងទៅបើកាលណាតែបូជាដល់ភិក្ខុអ្នកចេះអ្នកដឹងបែបហ្នឹងដែលនៅក្នុងពុទ្ធសាសនាហៅថាភិក្ខុជាពហុសោតហ្នឹងគឺឈ្មោះថាយើងបានបូជាធម៌ហើយឈ្មោះថាធម្មបូជាហើយណាហ្នឹងអញ្ចឹងធម្មបូជាគឺត្រូវបូជាទៅដល់ភិក្ខុអ្នកចេះអ្នកដឹងណែកន្លែងនេះសំខាន់ណាស់ចំណុចនេះដែលយើងគិតគូរពិចារណាទៅគឺធ្វើឲ្យយើងអាចដឹងបានថាព្រះអង្គទ្រង់ឲ្យតម្លៃទៅដល់ភិក្ខុអ្នកចេះអ្នកដឹងណាឲ្យតម្លៃអញ្ចឹងបាននៅក្នុងវិន័យព្រះអង្គទ្រង់ឲ្យភិក្ខុអ្នកដែលមិនចេះមិនដឹងសូម្បីតែបួសបាន60ភាសាក៏ដោយតែភិក្ខុអ្នកដែលបួសក្រោយលោកជាអ្នកចេះដឹងក្នុងធម៌ក្នុងវិន័យលោកជាគ្រូបាអាចារ្យអញ្ចឹងភិក្ខុអ្នកដែលបួសយូរ60ភាសានឹងក៏ដោយក៏ត្រូវតែមកអង្គុយច្រហោងផ្គងអញ្ជលីឡើងហើយសុំលោកអ្នកចេះដឹងនឹងយកទៅធ្វើជាគ្រូបង្រៀនរបស់ខ្លួនឯងបងឲ្យសុំយ៉ាងម៉េចអាចរិយោមេផន្តេហោហេសូមលោកម្ចាស់ជាអាចារ្យគ្រូបាអាចារ្យរបស់ខ្ញុំកណាអាចរិយោមេផន្តេហោហេសូមលោកម្ចាស់ជាគ្រូបាអាចារ្យរបស់ខ្ញុំកណាអាចរិយោមេផន្តេហោហេសូមលោកម្ចាស់ជាគ្រូបាអាចារ្យរបស់ខ្ញុំកណាគឺព្រះអង្គទ្រង់ឲ្យតម្លៃទៅលើភិក្ខុអ្នកចេះអ្នកដឹងនៅក្នុងសាសនានេះណាហ្នឹងហើយអញ្ចឹងបូជាព្រះធម៌យើងអាចយល់បានហើយពីព្រោះព្រះធម៌អត់មានរូបមានរាងអញ្ចឹងយើងត្រូវបូជាទៅដល់ភិក្ខុអ្នកចេះអ្នកដឹងឈ្មោះថាបូជាព្រះធម៌ហើយចុះបូជាព្រះសង្ឃយើងបូជាព្រះសង្ឃគឺបូជាដោយបច្ច័យ4ទំនុកបំរុងព្រះសង្ឃដូចញាតិញោមយើងមានសទ្ធាបូជាព្រះសង្ឃតាមទីវត្តអារាមរាប់សពថ្ងៃហ្នឹងឈ្មោះថាបូជាព្រះសង្ឃហើយអាហ្នឹងយល់ទេ